សឹងតែមិនគួរឲ្យជឿសោះថានៅលើទឹកដីខេត្តកំពង់ស្ពឺមានភ្នំដែលចម្លែកបែបនេះវាពិតជាកម្រខ្លាំងមែនទែនភ្នំមួយនេះគឺកើតឡើងចេញពីថ្មទាំងអស់តែម្ដងគឺមិនមានដីនៅលើភ្នំនោះទេហើយភ្នំនេះមានឈ្មោះថាភ្នំព្រះមានទីតាំងស្ថិតនៅឃុំយាអង់ស្រុកថ្ពងខេត្តកំពង់ស្ពឺគឺជាភ្នំមួយដែលកកើតឡើងចេញពីថ្មធម្មជាតិសុទ្ធសាធខុសពីភ្នំនានាដែលមានដីមានថ្មលាយឡំគ្នាហើយមានដើមឈើដុះពីលើចម្លែកអ្វីតែភ្នំព្រះគឺមិនមានដីនៅលើភ្នំនោះទេពោលគឺពេញមួយភ្នំទាំងមូលគឺជាថ្មទាំងអស់តែម្ដងដើម្បីធ្វើដំណើរទៅដល់ភ្នំព្រះយើងត្រូវជិះតាមផ្លូវជាតិលេខ4ដល់ចំណុចស្តុបច្បារមុនត្រូវបត់ឆ្វេងតាមផ្លូវឆ្ពោះទៅកាន់ស្រុកអូរ៉ាល់ជិះដល់គីឡូម៉ែត្រលេខ28ត្រង់ចំណុចវត្តភ្នំព្រះរាជកោដ្ឋនោះលោកអ្នកនឹងឃើញមានផ្លូវមួយបត់ស្ដាំដូចនេះយើងត្រូវធ្វើដំណើរទៅត្រង់តាមផ្លូវមានចំការស្វាយមានផ្ទះអ្នកភូមិមានភ្នំដ៏ស្រស់ស្អាតធ្វើដំណើរបានប្រហែលជា10នាទីយើងនឹងឃើញភ្នំមួយពីចម្ងាយដែលមានសុទ្ធតែថ្មបន្ទប់ពីលើគ្នាពេញមួយភ្នំតែម្ដងហើយយើងបន្តដំណើរតែមួយផ្លែតទៀតតែប៉ុណ្ណោះយើងនឹងទៅដល់ហើយនៅជាប់នឹងភ្នំព្រះគឺមានវត្តមួយផងដែរដែលព្រះវិហារទើបតែកសាងរួចកាលពី1ឆ្នាំ2ឆ្នាំនេះតែប៉ុណ្ណោះរៀងរាល់បុណ្យទានម្ដងគឺតែងតែមានពុទ្ធបរិស័ទនិងមនុស្សម្នាចូលមកធ្វើបុណ្យជាច្រើនហូរហែមកពីគ្រប់ទិសទីលក្ខណៈពិសេសរបស់ភ្នំព្រះនោះគឺទី1ដោយសារភ្នំព្រះគឺជាភ្នំដែលកកើតឡើងដោយថ្មសុទ្ធសាធតែម្ដងដែលកម្រនឹងមានភ្នំឯណានៅក្នុងប្រទេសកម្ពុជាមានដូចណាស់នៅគ្រប់កន្លែងនៃបរិវេណភ្នំគឺពោពេញទៅដោយល្អាងដែលកើតឡើងពីជញ្ជាំងថ្មត្រួតលើគ្នាដែលមួយភ្នំទាំងមូលគឺមានល្អាងទាំងតូចទាំងធំរហូតដល់ទៅរាប់រយឯណោះនៅពេលដែលយើងឡើងតាមថ្មទៅខាងលើភ្នំយើងនឹងមើលឃើញពីទេសភាពដ៏ស្រស់បំព្រងនាតំបន់នោះព្រមទាំងបានឃើញថ្មដែលក៏បន្ទាប់លើគ្នាច្បាស់តែម្ដងអ្នកដែលបានទៅមើលឃើញផ្ទាល់នឹងអាចទទួលបាននូវអារម្មណ៍ថាភ្នំនេះពិតជាអស្ចារ្យមែននៅបរិវេណវត្តយើងឃើញមានការកសាងជាព្រះពុទ្ធនៅជ្រុងខាងកើតនិងរូបចម្លាក់ផ្សេងមួយចំនួនទៀតផងដែរនៅទីនោះមានដើមឈើច្រើនគួរសមដែលអាចជាម្លប់ដ៏ត្រជាក់សម្រាប់អ្នកដែលទៅលេងបានជ្រកចំណុចទី2គេជឿថានៅភ្នំព្រះគឺមានបារមីពូកែស័ក្តិសិទ្ធិណាស់ជារឿយអ្នកដែលមានជំនឿតែងតែទៅបែបន់សុំនេះសុំនោះក៏ដូចជាសុំសេចក្តីសុខជាដើមតាមការនិយាយតគ្នាមកអ្នកខ្លះគាត់ធ្លាប់បានឃើញពស់ធំឬក៏សត្វប្លែកផងដែរប៉ុន្តែសម្រាប់ admin វាមិនចម្លែកនោះទេដែលគេប្រទះឃើញបែបនេះក៏ព្រោះតែនៅទីនោះគឺជាតំបន់ភ្នំដែលមានល្អាងជាច្រើនហើយចំពោះប្រវត្តិរបស់ភ្នំព្រះបែបណានោះគឺមានរឿងរ៉ាវដែលគេនិទានតគ្នាជាច្រើនផងដែរដែលយើងនឹងធ្វើការជម្រាបជូននៅវីដេអូក្រោយទៀតនៅពេលនេះ admin បានត្រឹមតែប្រាប់ថាភ្នំនេះគឺកើតឡើងចេញពីថ្មធម្មជាតិក៏បន្ទាប់ពីលើគ្នាតែប៉ុណ្ណោះសូមអរគុណ